ចឹងចូលមកសាយរឿងយើងបន្តនេះសានសេរបស់យើងក៏អាចបោះចំហៀនមកកាន់ជាន់ខាងលើបន្តទៀតហើយជាមួយនឹងការទម្លុះចូលមកតែម្ដងហើយក៏ដូចជាគិតអំពីសម្ដីរបស់គូផងដែរតែវាបានស្វែងរកឃើញគូប្រកួតប្រជែងមានចំនួន7នាក់នៅទីនេះដែលធ្វើសានសេរបស់យើងអាចយល់បានថាមានតែចំនួន2នាក់ទៀតនោះទេនៅជាន់ខាងលើបន្ទាប់នេះតែចំណាគូក៏បានទទួលបញ្ជាក់បាត់ទៅហើយថាម្នាក់នៅក្នុងចំណោមពួកគេសុកស្រាប់តែត្រូវបានបាត់វត្តមានភ្លាមដែលធ្វើសានសេរបស់យើងធូរចិត្តបន្តិចផងដែរដែលវាសល់ត្រឹមតែម្នាក់ទៀតនោះទេតែចំណាតបែកជូម៉ូសិនក៏បានអស់សំណើចលើរឿងនេះទៅហើយក៏ដូចជាទទួលស្គាល់តាមសារសេរបស់យើងផងដែរជាមួយនឹងការអះអាងថាខ្លួនគឺជាគូប្រកួតប្រជែងតែម្នាក់គត់សម្រាប់សារសេរបស់យើងពេលនេះហើយដៃគូគាត់នឹងក៏បានចូលមកអះអាងថាក៏មានវត្តមានរបស់វាចូលរួមផងដែរតែចំណាតាមការវិភាគរបស់គូថាមពលប្រយុទ្ធរបស់គាត់នឹងមានត្រឹមតែ7តែប៉ុណ្ណោះក៏ធ្វើសារសេរបស់យើងមានការភ្ញាក់ផ្អើលមិនសូវផងដែរជាមួយនឹងការណែនាំខ្លួនរបស់គាត់នឹងក៏បានចាត់សូមបញ្ជាក់ទៅកាន់គូថាវាច្រឡំទេអីតែចំណាគូនៅតែទទួលបញ្ជាក់ដដែលហើយក៏ដូចជាការបញ្ជាក់បន្ថែមអំពីអាយ៉ងរបស់គាត់នឹងផងដែរដែលវាមានភាពស្មុគស្មាញដែលមិនអាចវាស់វែងបានហើយនៅខាងក្នុងហាក់ដូចជាមានត្រឹមតែត្បូងកម្រិតមធ្យមមួយតែប៉ុណ្ណោះហើយតបែជូម៉ូសិននឹងក៏បានលើកដំកើងសារសេរបស់យើងកុំឲ្យភ័យខ្លាចអីព្រោះសារសេរបស់យើងលើពីអ្នកចម្បាំងកម្រិត B រួចទៅហើយដូច្នេះក្បាលរបស់គាត់នឹងនៅភ័យស្រួយដូចជាពងមាន់សម្រាប់សារសេរបស់យើងនោះទេជាមួយនឹងការបោះសម្ដីបន្ថែមថាយ៉ាងណាវិធីនៃធម្មជាតិនោះការលើសត្រូវតែកាត់បន្ថយខ្វះខាតត្រូវតែបន្ថែមក៏បានផ្ដាំប្រើប្រាស់ថាមពលយន្តរបស់ខ្លួនក្នុងការបង្កើនកម្លាំងជើងទោះវាប្រហារទៅលើសារសេរបស់យើងភ្លាមតែម្ដងទោះបីតែសារសេរបស់យើងទប់រងក៏មិនទាន់ផងដែរក៏ត្រូវបានផ្នែកនឹងជញ្ជាំងទៅហើយសំខាន់ក៏ត្រូវថែមមួយដុំឥដ្ឋធ្លាក់ពីណាពីណីមកទៅទៀតជាមួយនឹងការងើឆ្ងល់នឹងអ្វីដែលកំពុងតែកើតឡើងហើយគាត់នឹងក៏បានជួលដំណើរទៅរកសារសេរបស់យើងបន្តទៀតជាមួយនឹងការបោះសម្ដីទៅថាជោគវាសនារបស់ពួកគេទាំងពីរនោះមិនអាចទៅជាអតីតទេបាននោះឡើយអ្វីដែលសារសេរបស់យើងបានធ្វើគឺពឹងផ្អែកទៅលើកម្លាំងដូច្នេះគាត់នឹងវិញគឺពឹងផ្អែកទៅលើបច្ចេកទេសក៏បានប្រើបច្ចេកទេសខ្លួនឯងបង្កើននូវការការពារក៏ដូចជាការ teleport ហើយក៏ដូចជាបច្ចេកទេសក្នុងការបញ្ជាអាយ៉ងផងដែរសារសេរបស់យើងឃើញអញ្ចឹងក៏រៀងភ្ញាក់ផ្អើលបន្តិចផងដែរជាមួយនឹងការស្វីសវ៉ាចោលដបចូលទៅហើយគាត់នឹងក៏បានផ្ដាំនូវការទប់ស្កាត់ហើយក៏ដូចជាការចំអកបន្ថែមតែគាត់នឹងចង់ដឹងថាអ្វីទៅគឺជាអ្នកឈ្នះជាមួយនឹងអ្នកប្រើកម្លាំងហើយក៏ដូចជាអ្នកប្រើបច្ចេកទេសតែនោះសារសេរបស់យើងក៏បានសម្រុកចូលទៅជាមួយនឹងការចោលដបអមជាមួយផងដែរតែវាមិនទទួលបានឱកាសអ្វីនោះឡើយចូលទៅដោយឲ្យគេធាក់អញ្ចឹងយ៉ាងណាសារសេរបស់យើងនៅតែព្យាយាមងើបឈរឡើងជាមួយនឹងការសម្រុកចូលទៅតទល់តែយ៉ាងណាគាត់នឹងហាក់ដូចជាបានប្រើបច្ចេកទេសរបស់ខ្លួនក្នុងការបង្កើនអ្វីមួយទៀតបាត់ទៅហើយធ្វើឲ្យសារសេរបស់យើងសម្រុកចូលវាប្រហារទាំងកម្រោលនោះហាក់ដូចជាមិនអាចទទួលបានឱកាសណាមួយក្នុងការសោកចូលឲ្យគាត់នឹងបាននោះឡើយយ៉ាងណាជាមួយនឹងការតទល់ស្មារតីគ្នាអស់80ម៉ោងក្រោយមកព្រមជាមួយនឹងការស្វីសវ៉ារបស់អ្វីក៏ដោយដែលនៅក្បែរដៃក្នុងការចោលដាក់គ្នាដែលសារសេរបស់យើងហាក់ដូចជាព្យាយាមទប់ផងដែរប៉ុន្តែហាក់ដូចជាត្រូវបានដង្កេចបន្តិចទៅហើយតែធ្វើសារសេរបស់យើងអាចដកឃ្លាបានបន្តិចផងដែរតែយ៉ាងណាគាត់នឹងហាក់ដូចជាបានសាយចំអកហើយក៏ដូចជាទទួលស្គាល់សារសេរបស់យើងមានសមត្ថភាពលើវត្តមានរបស់ខ្លួនផងដែរតែយ៉ាងណាជាមួយនឹងការស្ទុះចូលទាំងកម្រោលរបស់គាត់នឹងសារសេរបស់យើងក៏បានលេងខូចដោយកាយដៃចូលមុនធ្វើឲ្យចូលភ្នែកគាត់នឹងមិនអាចបើកការវិភាគបានច្បាស់លាស់ជាងមុននោះទេបានត្រឹមតែប្រើប្រាស់ត្រចៀករបស់ខ្លួនជាយាមស្ដាំក្នុងការតទល់ជាមួយនឹងចលនាវិភាគរបស់សារសេរបស់យើងហើយក៏ដូចជាព្យាយាមក្នុងការដកយកអ្វីមួយយ៉ាងចេញក្នុងការប្រើប្រាស់ផងដែរតែយ៉ាងណាសារសេរបស់យើងនៅតែបន្តសម្រុកក្នុងការវិភាគដែលធ្វើឲ្យគាត់នឹងមិនអាចប្រើប្រាស់វាបានភ្លាមនោះឡើយយ៉ាងណាគាត់នឹងនៅតែអាចទទួលបានឱកាសក្នុងការទទួលបានវាទោះបីតែអញ្ចឹងនៅតែគ្មានឱកាសក្នុងការប្រើប្រាស់វាដដែលដោយសារតែការសម្រុកវិភាគរបស់សារសេរបស់យើងជាមួយនឹងការវាសម្រុករហូតដល់ធ្នើខាងលើដែលធ្វើឲ្យគាត់នឹងគ្មានឱកាសក្នុងការប្រើវាទាន់ពេលនោះឡើយហើយក៏ត្រូវបានរបូតបែកខ្ទេចទៅទៀតហើយសំខាន់ជាងនេះទៅទៀតក៏ត្រូវបានស៊ីមួយជើងរបស់សារសេរបស់យើងពេញតែម្ដងយ៉ាងណាសារសេរបស់យើងមិនផ្ដល់ឱកាសឲ្យគាត់នឹងអាចដកឃ្លាបានទាន់ពេលនោះឡើយជាមួយនឹងការសម្រុកវាប្រហារលឿនតែម្ដងតែយ៉ាងណាគាត់នឹងនៅតែព្យាយាមដកឃ្លាក្នុងការយកឱកាសរបស់ខ្លួនដែលធ្វើឲ្យគាត់នឹងអាចរកឃើញឱកាសសមគួរក្នុងការប្រើបច្ចេកទេសអ្វីម្យ៉ាងទៅលើសារសេរបស់យើងដែលធ្វើឲ្យសារសេរបស់យើងហាក់ដូចជាអន់ថយកម្លាំងវិញពេលនេះតែមិនដាល់ឲ្យខ្លួនចូលមួយជើងពេញរបស់គេវិញតែម្ដងហើយគាត់នឹងក៏មិនទុកឱកាសមួយនឹងយូរផងដែរជាមួយនឹងការប្រើអាយ៉ងរបស់ខ្លួនភ្លាមបន្តជាមួយនឹងបច្ចេកទេសបាញ់ប្រហាររបស់វាស្រោចទៅលើសារសេរបស់យើងសោះសាច់តែម្ដងហើយសំខាន់ការបាញ់ប្រហារនេះវាធ្លុះទាំងជញ្ជាំងទៅទៀតយ៉ាងណាសារសេរបស់យើងនៅតែព្យាយាមរកឱកាសក្នុងការកិច្ចចេញពីវាក៏ដូចជាព្យាយាមរកឱកាសក្នុងការទប់ស្កាត់ផងដែរដែលធ្វើសារសេរបស់យើងអាចមានឱកាសក្នុងការបញ្ឈប់សកម្មភាពរបស់អាយ៉ងតែសារសេរបស់យើងគ្មានឱកាសក្នុងការសម្រាកគ្រប់គ្រាន់នោះទេអត្តបែជូម៉ូសិននឹងក៏បានលួចឆ្មក់វាប្រហារពីក្រោយទៀតបាត់ទៅហើយហើយសារសេរបស់យើងក៏មិនណយផងដែរជាមួយនឹងការដឹងដូច្នេះក៏បានផ្ដាំនៅការផ្ដោះប្ដូរកំដាប់ដៃគ្នាទៅវិញទៅមកហើយវាក៏បានបង្កើតនៅខ្យល់កត្រាក់ហើយសារសេរបស់យើងជាមួយនឹងការទទួលរងខ្ទមឈាមមិនស្ទើរនោះទេជាមួយនឹងការព្រោះឈាមមកពេញតែម្ដងហើយគាត់នឹងវិញក៏បានផ្ដាំនៅការសប្បាយចិត្តជាមួយនឹងការលើតឈាមសារសេរបស់យើងយ៉ាងណាវានៅតែធ្វើឲ្យ
គាត់នឹងទទួលនៅការភ្ញាក់ផ្អើលដែលនោះសាសេរបស់យើងក៏បានចាប់សក់គាត់នឹងជាប់ទៅហើយដោយសារតែគាត់នៅមានកម្លាំងប្រយុទ្ធតិចហើយក៏ពិបាកក្នុងការរើបរាសចេញពីសាសេរបស់យើងផងដែរជាមួយនឹងការឈឺចាប់ដោយទាញសក់បែបនេះភ្លេចអស់ទៅហើយក្នុងការប្រើបច្ចេកទេសរបស់ខ្លួនក៏បានផ្ដល់ការសាសេរបស់យើងស្ដោះទៅមាត់ផាច់តែម្ដងដាក់ដៃជាមួយនឹងការយាពឺតមួយទំហឹងបុកចូលពេញតែម្ដងហើយជាមួយនឹងការផ្ញើចិញ្ចាំងផ្លុំសក់គាត់នឹងជាប់ដៃឈើសាសេរបស់យើងក៏បានគិតអំពីគាត់នឹងផងដែរថាប្រសិនបើគាត់នឹងគ្រាន់តែជាមនុស្សធម្មតាមួយកំណាប់ដៃនេះប្រហែលជាមិនអាចស៊ូបន្តទៀតបាននៅឡើយតែជាមួយនឹងការព្យាយាមអង្កេតរបស់សាសេវាពិតជាខុសអំពីការរំពឹងទុករបស់សាសេរបស់យើងពិតប្រាកដមែនដែលគាត់នឹងពិតជាអាចងើបមកបន្តទៀតជាមួយនឹងការបោះសម្ដីមកថាខ្លួនបានធ្វើឲ្យគូប្រកួតជ័យរបស់ខ្លួនមានការព្រួយបារម្ភហើយមើលទៅវាពិតជាទង្វើឆ្គាំឆ្គងណាស់ដែលធ្វើសាសេរបស់យើងចោទសួរត្រង់តែម្ដងអំពីមូលហេតុដែលគាត់នឹងនៅតែអាចបន្តបានថាគាត់នឹងដូចចិត្តទៅទៀតក៏បានបញ្ជាក់ថាកម្ដាប់ដៃរបស់សាសេគិតឲ្យមែនទេអាចបំផ្លាញបច្ចេកទេសការពាររបស់ខ្លួនបានត្រឹមតែមួយដៃដូច្នេះហើយគាត់នឹងក៏ទទួលស្គាល់ថាសាសេរបស់យើងពិតជាខ្លាំងផងដែរតែចំណាប្រសិនបើខ្លួនមិនទទួលបានអ្វីចេញពីការប្រយុទ្ធនេះនោះទេខ្លួនក៏មិនចំណាយប្រាក់ទាំងអស់របស់ខ្លួនទៅលើបច្ចេកទេសទាំងអស់នេះផងដែរក៏បានបញ្ឆេះក្នុងការប្រើបច្ចេកទេសមួយនឹងតែម្ដងដែលគាត់នឹងហៅវាថាគឺជាប្រាសាទខ្មោចអាក្រក់តែវាបានបង្កើតជាខ្យល់កន្ត្រាក់យ៉ាងខ្លាំងហើយគាត់នឹងក៏បានប្រកាសជាមួយនឹងការសម្រុកចូលទៅផងដែរថានរណាគេម្នាក់ដែលបានឃើញរបស់បែបនេះត្រូវតែស្លាប់ជាមួយនឹងបច្ចេកទេសបង្រួមចម្ងាយចូលទៅដែលធ្វើសាសេរបស់យើងមានការភ្ញាក់ផ្អើលមកស្ទើរផងដែរជាមួយនឹងល្បឿនមួយនេះយ៉ាងណាវាមិនផ្ដល់ឱកាសសាសេរបស់យើងមានការភ្ញាក់ផ្អើលបានយូរនៅឡើយក៏ត្រូវបានចូលពេញហើយក៏ដូចជាការបន្ថែមជាបន្តតែវាសឹងតែមិនអាចផ្ដល់ឱកាសសាសេរបស់យើងអាចទប់រងឬតបវិញបាននៅឡើយតែយ៉ាងណាជាមួយនឹងការភ្ញាក់ចោលឡើងសាសេរបស់យើងនៅតែរកឱកាសក្នុងការតបត្រឡប់ទៅវិញយ៉ាងណាគាត់នឹងនៅតែឆ្លៀតឱកាសក្នុងការដាក់យន្តបច្ចេកទេសរបស់ខ្លួនលើដៃសានសេងរបស់យើងហើយក៏ដូចជាប្រើបច្ចេកទេសយន្តបន្តក្នុងការវាសានសេងរបស់យើងប៊ីនឹងធ្លាក់ទៅលើអាគារទៅហើយយ៉ាងណាសាសេរបស់យើងនៅតែអាចទប់ចំហបានតែវាប៊ីនឹងមិនអាចគេចអំពីការបាញ់ប្រហាររបស់គាត់នឹងបានដែលគាត់នឹងដេញបាញ់ឡើងជុំវិញអាគារទៅហើយដែលធ្វើសាសេរបស់យើងកំពុងតែរត់ឡើងស្វែងនោះក៏បានស្រែកទៅផងដែរថានេះគឺជារឿងសប្បាយខ្លាំងណាស់មែនទេតែយ៉ាងណាសាសេរបស់យើងនៅតែព្យាយាមក្នុងការបង្វែងដានដើម្បីអាចបញ្ឈប់នៅអាយ៉ងរបស់គាត់នឹងបានតែយ៉ាងណាជាមួយនឹងការចាប់អាយ៉ងរបស់គាត់នឹងបានទៅហើយនោះវានៅតែចូលមនោគមរបស់គាត់នឹងដែលគាត់នឹងបានប្រើប្រាស់វាក្នុងការចាប់ដៃសាសេរបស់យើងជាប់កវីក្បត់សាសេរបស់យើងឡើងប៉ាត់ណាប៉ាត់ណីប្រទះសិនផ្នែកនឹងជញ្ជាំងឡើងអាងឹតមកស្លុបបាត់ទៅហើយគាត់នឹងក៏បានបន្តចូលទៅជាមួយនឹងការបោះសម្ដីថាសាសេរបស់យើងមានវត្ថុក្នុងការការពារខ្លួនដូច្នេះវានឹងមានតម្លៃប៉ុណ្ណាទៅតែសាសេរបស់យើងក៏បានបន្តងើបឈរឡើងមិនខ្វល់ថាវាគឺជាអ្វីនោះឡើយដែលគាត់នឹងក៏បានប្រើបច្ចេកទេសរបស់ខ្លួនចំនួន700ដុំជាមួយនឹងយន្តដែលបានបិទដៃលើសាសេរបស់យើងជាមួយនឹងការបង្កើនទម្ងន់3លានកន្លះឯណោះហើយក៏ដូចជាផ្ដាំប្រើបច្ចេកទេសយន្តរបស់ខ្លួនបន្ថែមក្នុងការបន្ទូវត្តមានសានសេរបស់យើងកំពុងតែជាប់គាំងតែម្ដងហើយការផ្ទុះមួយនេះលោកក៏មានវត្តមានក្នុងការមើលហេតុការណ៍នេះផងដែរពោពេញទៅដោយស្នាមញញឹមតែម្ដងដោយថាវាមិនអាក្រក់នោះទេការងារក៏ល្អផងដែរតែលើកលែងតែវត្តមានរបស់យ៉ាងនោះទេដែលកំពុងតែជាប់ឃុំនៅបន្ទប់ដោយឡែកផ្សេងមួយទៀតពោពេញទៅដោយក្តីបារម្ភទៅកាន់សានសេងរបស់យើងហើយចំណែកគាត់នេះណាវិញក៏បានទទួលស្គាល់ថាការបញ្ចប់មួយនេះវាពិតជាសង្គ្រាមដែលបានដុតលុយយ៉ាងពិតប្រាកដតែចំណាយវាក៏បានបង្កើនការភ្ញាក់ផ្អើលទៀតទៅកាន់គាត់នឹងបាត់ទៅហើយដែលមើលទៅសានសេងរបស់យើងហាក់ដូចជាបានប្រើប៉ែរបស់ខ្លួនទប់ស្កាត់ជាមួយនឹងការផ្ទុះមួយហ្នឹងតែមើលទៅវាហាក់ដូចជាមិនបានបង្ករបួសស្នាមអ្វីទៅកាន់សាសេងរបស់យើងនៅឡើយហើយវាធ្វើឲ្យគាត់នឹងគ្រឿន Master នៅឡើយហើយក៏ដូចជាការងើងឆ្ងល់ផងដែរថាសានសេងរបស់យើងទទួលបានប៉ែមួយនេះមកពីណាហើយក៏ដូចជារបៀបដែលសានសេងរបស់យើងប្រើប្រាស់វាក្នុងការទប់ស្កាត់ការទូតដោយរបៀបណាផងដែរហើយសានសេងរបស់យើងដូចចិត្តទៅទៀតដោយថាភ្ញាក់ផ្អើលមែនទេថានេះគ្រាន់តែជាភាពខ្លាំងនៃប៉ែរបស់កសិករដែលវាបានផលិតនៅក្នុងស្រុកមិនបាច់ចាយវាប្រាក់ដុល្លារនៅឡើយដែលធ្វើឲ្យគាត់នឹងបបួលសាសេងរបស់យើងលេងបន្តទៀតតែម្ដងហើយក៏ដូចជាគាត់នឹងបានបន្ថែមទម្ងន់រហូតដល់140លានទៅលើដៃរបស់សាសេងរបស់យើងបន្ថែមទៀតដែលវានឹងក្លាយជារបៀបក្នុងការសម្លាប់សាសេងរបស់យើងយ៉ាងមុតមមតែវាមិនដូចនឹងមនុស្សប្រិយស័យនៃសហព័ន្ធ1លាននៅឡើយហើយសាសេងរបស់យើងក៏ដូចចិត្តទៅទៀតជាមួយនឹងការចាំទទួលថាកំណាប់ដៃរបស់ខ្លួននឹងអាចផ្ដួលឲ្យគាត់នឹងបានដែរឬទេក៏បានសរុបចូលព្រមគ្នាជាមួយនឹងអាយ៉ងរបស់គាត់នឹងហើយក៏ដូចជាអូប៉ែលទៅជាមួយផងដែរតែធ្វើឲ្យគាត់នឹងងើងឆ្ងល់ Master នៅឡើយដែលសាសេងរបស់យើងពេលនេះអាចបំផ្លាញនៅអាយ៉ងរបស់ខ្លួនបានទាំងដែលសាសេងរបស់យើងគ្មានអំណាចពីខាងក្នុងអ្វីនៅឡើយតែអាចដឹងអំពីការវាប្រហារពីចម្ងាយនេះដោយរបៀបណាអាសានសេងរបស់យើងក៏រៀងវិញផងដែរដោយថាគាត់នឹងបង្ខំឲ្យខ្លួនប្រើស្លឹកអានចុងក្រោយរបស់ខ្លួននោះទេដែលគាត់នឹងពិតណាស់កំពុងតែស្ថិតនៅក្នុងផ្នែកមួយនៃការងាររបស់ខ្លួនពេលនេះក៏បានផ្ដាំទុកប៉ែរបស់ខ្លួនវិញចាប់ខ្សែអាយ៉ងរបស់គាត់នឹងជាប់តែម្ដងហើយគាត់នឹងក៏រៀងអំនួតវិញផងដែរដោយសារតែទម្ងន់នៃការការពាររបស់សាសេងរបស់យើងមានតែចំនួន5តែប៉ុណ្ណោះដូច្នេះសានសេងរបស់យើងនឹងអាចធ្វើបែបនេះបានយូរប៉ុណ្ណាតែវាគឺជាគាត់នឹងវិញនោះទេពោពេញទៅដោយភាពងើងឆ្
ឆ្ងល់ទៀតទៅហើយមិនអាចទាញយកវត្តមានរបស់សាសេរបស់យើងមកបានតែធ្វើសាសេរបស់យើងបញ្ជាក់ប្រាប់ទៅតែម្ដងថាគាត់នឹងបានភ្លេចហើយមែនទេគាត់នឹងនោះទេបានដាក់ទម្ងន់មកលើខ្លួនជាង5លានកន្លះហើយណោះជាមួយនឹងការកញ្ឆក់វត្តមានគាត់នឹងមកបញ្ជាក់បន្ថែមថាដូច្នេះលោកមកច្រូតកាន់អ្វីដែលលោកបានសាព្រោះចោះក៏បានពើទាញវាយគាត់នឹងដោយវាយពេញប៉ុងអញ្ចឹងជាមួយនឹងការសាប់ញាប់ទៅខ្លាំងទៅដល់ថ្នាក់ពឺតមួយទំហឹងពេញចុងក្រោយបណ្ដាលឲ្យគាត់នឹងខ្ទាតឡើងរណាត់រណងដាច់ខ្សែអាយ៉ងរបស់ខ្លួនតែម្ដងជាមួយនឹងការខ្ទាតធ្លុះជញ្ជាំងមិនដឹងប្រមាណតង់នោះទេដល់ថ្នាក់ស្ថានភាពគាត់នឹងមើលលេងយល់ទៅហើយវាត្រូវនៅរូបរាងកាយគាត់នឹងវាសមនឹងគប់វាស់វែងថាកម្លាំងប្រយុទ្ធរបស់គាត់នឹងត្រឹមតែ7ទៅទៀតចំណែកសានសេរបស់យើងក៏មានឱកាសសម្រាប់ផងដែរហើយក៏ដូចជារួចផុតអំពីទម្ងន់របស់គាត់នឹងដែលបានដាក់យ៉ាងណាសានសេរបស់យើងក៏កាន់តែទ្រព្យទ្រមសឹងតែមិនអាចឈប់បន្តបានទៀតយ៉ាងណាសានសេរបស់យើងនៅតែបន្តក្នុងការឈ្មោះទៅមុខបន្តទាំងដែលខ្លួនថេងថងឈោសឹងតែមិនជាប់ទៅផងហើយក្រឡេកមកលោកលូណាវិញជំនួយការរបស់គាត់នឹងក៏បានមកដាស់តឿនបន្ថែមទៀតអំពីដំណើរចាក់ចេញតែយ៉ាងណាគាត់នឹងមិនទាន់ដាច់ចិត្តនៅឡើយនោះទេជាមួយនឹងការផ្ដាំនិយាយនៅរឿងក្នុងចិត្តរបស់ខ្លួនហើយក៏ដូចជាផ្ដាំហើយជំនួយការម្នាក់នឹងគឺជាលោកពូផងដែរគាត់នឹងក៏បានដឹងអំពីមូលហេតុអំពីជំនួយការម្នាក់នឹងនៅតែបន្តការពារវត្តមានរបស់ខ្លួនព្រោះខ្លួនគឺជាកូនប្រុសទី3នៃគ្រួសារយ៉ានដែលទទួលរងទុក្ខវេទនាខ្លោចផ្សាហើយវាក៏បាននាំនៅភាពអាម៉ាស់ទៅកាន់គ្រួសារកំពុងតែមានសក្តានុភាពផងដែរយ៉ាងណាជំនួយការម្នាក់នឹងនៅតែទទួលថាវាគឺជាកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាសុវត្ថិភាពទៅកាន់អ្នកប្រុសវ័យក្មេងដែលធ្វើលោកលូនឹងរំលឹកតែម្ដងថានៅក្នុងរឿងមួយនេះខ្លួនក៏មានសិលឹកអាចចុងក្រោយផងដែរតែវាមិនមែនជាការសងសឹកផ្ដេសផ្ដាស់មិនប្រុងប្រយ័ត្ននោះឡើយហើយអ្វីដែលខ្លួនបានប្រថុយទាំងអស់ត្រូវតែចាប់យកឱកាសមួយនេះឲ្យបានហើយជំនួយការម្នាក់នឹងក៏បានទទួលផងដែរថាក្នុងករណីមួយនេះខ្លួននឹងធ្វើឲ្យល្អបំផុតក្នុងការការពារសុវត្ថិភាពទៅកាន់លោកលូម្នាក់នឹងហើយក្រឡេកមកសានសេរបស់យើងណាវិញគាត់ជួមុនសិននោះមិនទាន់ត្រដដល់ខ្យល់មែនទេនៅឡើយនោះទេតែគាត់នឹងបានប្រើបច្ចេកទេសរបស់ខ្លួនក្នុងការការពារខ្លួនបានម្ដងទៀតហើយក៏ដូចជាការត្រៀមបន្ទូអាយ៉ងរបស់ខ្លួនជាចុងក្រោយជាមួយនឹងសាសេរបស់យើងតែម្ដងផងដែរទោះបីតែគាត់នឹងមិនអាចធ្វើបានល្អក្នុងការតទល់ដើម្បីផ្ដាច់ជីវិតសានសេរបស់យើងបានយ៉ាងណាគាត់នឹងនៅតែទទួលថាអ្វីគ្រប់យ៉ាងនៅតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនក៏បានផ្ដើមប្រើបច្ចេកទេសរបស់ខ្លួនក្នុងការបន្ទូអាយ៉ងរបស់ខ្លួនតែម្ដងតែយ៉ាងណាស្ងាត់ឈុនលយប់តែម្ដងដែលធ្វើឲ្យគាត់នឹងពោពេញទៅដោយការងឿងឆ្ងល់មិនសើនោះទេដល់ថ្នាក់ត្រួតពិនិត្យយន្តរបស់ខ្លួនឡើងថ្វាញ់ពេញទៅនឹងតែនោះយើងក៏មិនដឹងថាសានសេរបស់យើងបានធ្វើអ្វីផងដែរជាមួយនឹងការស្ទុះចេញមកជាគាត់នឹងអាថោតែម្ដងក្នុងការចូលទៅវាប្រហារចំណែកគាត់នឹងឃើញចឹងក៏បញ្ញាក្នុងការទប់ស្កាត់ផងដែរដើម្បីជៀសវាងចេញពីដងថ្មដែលបានធ្លាក់ទៅក៏ដូចជាថាឲ្យសានសេរបស់យើងគឺជាមនុស្សល្ងីល្ងើផងដែរហើយសានសេរបស់យើងជាមួយនឹងការទទួលរងចំហាយទោសមួយហ្នឹងទាតោងកវីកវត្តឡើងប៉ាត់ណាប៉ាត់ណៃផងដែរហើយគាត់នឹងឃើញឱកាសអញ្ចឹងក៏បានប្រើបច្ចេកទេសយន្តរបស់ខ្លួនធ្វើថ្មអណ្ដែតធាក់ទៅដង្កេតជាមួយនឹងសានសេរបស់យើងហើយក៏ដូចជាឆ្លៀតថាញយន្តបន្ទុកប៊ីនឹងទុះត្រូវសានសេរបស់យើងទៅទៀតហើយសានសេរបស់យើងវិញកំពុងសំណាងប៉ុន្តែយ៉ាងណាក៏ធ្លាក់រណាត់រណងផងដែរហើយគាត់នឹងឃើញឱកាសសានសេរបស់យើងកំពុងតែស៊ីសើអញ្ចឹងទៅហើយក៏បានបិទយន្តបន្ទោនឹងថ្មចោលទៅរកសានសេរបស់យើងម្ដងទៀតតែជាមួយនឹងការត្រៀមបន្ទោនោះសានសេរបស់យើងក៏មានកម្រងបាត់ទៅហើយជាមួយនឹងការយកប៉ាល់ចេញមកក្នុងការនាំយកដុំថ្មទាំងអស់នោះដាក់ពីក្រោមជើងរបស់ខ្លួនដើម្បីអាចទទួលបានចំហាយផ្ទុះក្នុងការរុញច្រានវត្តមានរបស់ខ្លួនឆ្ពោះទៅរកវត្តមានអាគាត់នឹងបានតែចំណាអាគាត់នឹងមិនឲ្យវាកើតឡើងនោះទេក៏បានផ្ដាំបំបត្តិនៅយន្តរបស់ខ្លួនដើម្បីធ្វើឲ្យដុំថ្មនោះធ្លាក់មករកសានសេរបស់យើងហើយក៏ដូចជាឆ្លៀតបន្ទោមួយដើម្បីឲ្យសានសេរបស់យើងទទួលរងផងដែរតែមើលទៅសានសេរបស់យើងពេលនេះហាក់ដូចជាមិនទទួលសំណាងទៀតនោះទេជាមួយនឹងការទទួលរងវាពេញសម័យដល់វត្តមានរបស់យ៉ាងទៅហើយតែចំណាជាមួយនឹងក្តីស្រឡាញ់យ៉ាងធំធេងសានសេរបស់យើងមិនដាច់ចិត្តក្នុងការចាប់ដោយរបៀបនេះនោះឡើយជាមួយនឹងការផ្ញើត្រឡប់មកវិញពឺតមួយទំហឹងនាំយកទាំងភ្លើងពឺតចូលទៅជាមួយផងដែរជាមួយនឹងការសាប់យកធ្លាក់ពីជាន់មួយទៅកាន់ជាន់មួយហើយវាក៏បានបង្កើនដល់ការផ្ទុះដង្កេតយ៉ាងខ្លាំងផងដែរតែជាមួយនឹងការធ្លាក់ចុះមនុស្សគូក៏បានទ្រាំទ្រវត្តមានសានសេរបស់យើងក្នុងការរក្សាសានសេរបស់យើងឲ្យមានសុវត្ថិភាពរស់នៅបន្តហើយភ្លើងក៏បានចង្អុលធ្លាក់មកផងដែរដែលធ្វើឲ្យសានសេរបស់យើងភ្ញាក់ឡើងជាមួយនឹងក្តីនឹករលឹកទៅកាន់វត្តមានរបស់យ៉ាងហើយសានសេរបស់យើងក៏មានការងើយឆ្ងល់អំពីការបាត់វត្តមានរបស់គាត់នឹងផងដែរជាមួយនឹងការទទួលរបស់គូបថាធម្មពលរបស់គាត់នឹងស្ទើរតែរលាយបាត់ភ្លាមដែលធ្វើសានសេរបស់យើងទទួលថាគាត់នឹងពិតជារត់គេចបានលឿនខ្លាំងណាស់តែចំណាសានសេរបស់យើងពេលនេះនៅតែសច្ចាឲ្យចៅនាងរងចាំខ្លួនសិនទៅខ្លួនកំពុងតែព្យាយាមក្នុងការឈ្មោះទៅជួយសង្គ្រោះហើយពេលនេះសានសេរបស់យើងក៏បានមកដល់បន្ទប់ចុងក្រោយផងដែរជាមួយនឹងការងើយឆ្ងល់កណ្ដាលពេលដែលគ្មានឃើញនរណាគេម្នាក់តែចដនអីជាមួយនឹងការស្រែកហៅវត្តមានរបស់ចៅនោះក៏បានប្រទះនៅវត្តមានរបស់តប៉ែហួរខនកំពុងតែភ័យញ័រផ្លោកនៅទីនោះក៏បានក្បួយក៏អាចជាប់តែម្ដងជាមួយនឹងការសម្លុតសួររកវត្តមានរបស់ចៅតែធ្វើគាត់នឹងភ័យស្លន់ស្លោបានត្រឹមតែសង្វរកុំឲ្យសានសេរបស់យើងសម្លាប់នៅវត្តមានរបស់ខ្លួនតែចំណាជាមួយនឹងការសម្លុតកាន់តែខ្លាំងនោះគាត់នឹងបានត្រឹមតែចង្អុលទិសដៅប្រាប់ទៅកាន់សានសេរបស់យើងតែប៉ុណ្ណោះហើយសានសេរបស់យើងមិនខ្វ
ខ្វល់ច្រើននៅឡើយក៏បញ្ញាក្នុងការស្ទុះទៅរកវត្តមានរបស់នាងជាមួយនឹងការប្រទះឃើញហើយក៏បញ្ញាក្នុងការរកវិធីសាស្ត្រក្នុងការនាំយកវត្តមានរបស់នាងចេញមកក្រៅផងដែរតែចំណាសកម្មភាពរបស់នាងហាក់ដូចជាចង់ប្រាប់អ្វីមួយទៅកាន់សានសេញរបស់យើងតែចំណានាងមិនអាចប្រាប់បាននោះទេដោយសារតែមាត់របស់នាងត្រូវបានបិទស្គត់ទៅហើយលុះត្រាពេលដែលសានសេញរបស់យើងស្រាយចំណងរបស់នាងរួចនាងក៏ប្រញាប់បកស្គត់ភ្លាមប្រាប់ទៅកាន់សានសេញរបស់យើងថានៅក្រោមកៅអីវាមានក្របបែកគណៈពេលដែលនាងងើបចេញវានឹងត្រូវផ្ទុះឯសានសេញរបស់យើងក៏បញ្ញាប់អន់ទៅមើលភ្លាមផងដែរចំណែកយ៉ាវិញជាមួយនឹងការព្រួយបារម្ភក៏បានឲ្យសានសេញរបស់យើងគួរតែចាកចេញទៅតែគួរតែជួយសុវត្ថិភាពរបស់ខ្លួនឯងជំនួសវិញទៅឯសានសេញរបស់យើងក៏បានលងលោមវត្តមានរបស់នាងកុំឲ្យភ័យដើម្បីឲ្យខ្លួនក្នុងការនាំយកក្របបែកចេញទៅឆ្ងាយតែចំណាវាក៏បានស្ថិតនៅក្នុងអន្ទាក់របស់លោកបាត់ទៅហើយតែបន្ទប់មួយនេះត្រូវបានកែប្រែទៅដោយអត្តបៈជួម៉ូសិនយ៉ាងពិសេសហើយវាក៏ធ្វើឲ្យសានសេញរបស់យើងមិនអាច teleport ចេញពីទីនេះបានផងដែរហើយលោកនឹងនៅបន្តក្នុងការចាំមើលវត្តមានសានសេញរបស់យើងទាំងពីរអ្នកផ្ទុះដូចជាផ្សិនហើយជាមួយនឹងការព្រួយបារម្ភរបស់យ៉ាងសានសេញរបស់យើងក៏បានសួរយោបល់ទៅកាន់គូថាខ្លួនគួរតែធ្វើយ៉ាងម៉េចក្នុងការដោះស្រាយក្របបែកមួយនេះដោយមានសុវត្ថិភាពតែគូវាឲ្យសានសេញរបស់យើងកាត់ខ្សែភ្លើងលឿងខៀវបៃតងក្រហមដល់ធ្វើវាតាមលំដាប់ហើយសានសេញរបស់យើងក៏បញ្ញាក្នុងការធ្វើវាហើយក៏ដូចជារុញវាភ្លាមក្នុងការដាក់ចូលទៅក្នុងគូផងដែរប្រសិនបើវាផ្ទុះវានឹងអាចផ្ទុះនៅក្នុងនឹងហើយជាមួយនឹងវិធីសាស្ត្រមួយនេះវាក៏ធ្វើឲ្យវត្តមានរបស់យ៉ាងនាងមានអារម្មណ៍ធូរចិត្តបន្តិចផងដែរជាមួយនឹងការអបវត្តមានរបស់សាសេញរបស់យើងដោយក្តីរីករាយតែជាមួយនឹងការផ្ដាំនិយាយរបស់សាសេញរបស់យើងថាខ្លួននឹងមិនធ្វើឲ្យនាងគ្រោះថ្នាក់នោះគ្រប់បែកវាស្រាប់តែត្រូវបានផ្ទុះនៅក្នុងគូបាត់ទៅហើយវាក៏បានផ្ដល់ផលប៉ះពាល់ទៅកាន់សានសេញរបស់យើងផងដែរដោយសារតែគូវាបានស្ថិតនៅក្នុងខ្លួនសានសេញរបស់យើងឯយ៉ាវក៏បានផ្ដាំនៅការព្រួយបារម្ភវិញមិនស្ទើរនោះឡើយឯលោកនឹងវិញក៏គ្រឿនមិនស្ទើរផងដែរអំពីមូលហេតុដែលគ្រាប់បែកមិនបានផ្ទុះក៏បានបើកទ្វារខ្វាក់ក្នុងការបាញ់សម្ដៅទៅកាន់វត្តមានរបស់យ៉ាវតែម្ដងជាមួយនឹងការបញ្ជាក់ថាគ្មានអ្វីដែលអាចបំផ្លាញផែនការរបស់ខ្លួនបានពេលនេះនោះឡើយឯសានសេញរបស់យើងវិញជាមួយនឹងការកម្រើងមិនបានក៏មានការគ្រឿនមិនស្ទើរផងដែរតែខ្លួនមិននៅស្មាននោះឡើយដែលការផ្ទុះមួយនេះដោយនឹងត្បូងកម្រិតមធ្យមនៅក្នុងខ្លួនរបស់អាយ៉ងតែគណៈនោះជំនួយការលោកក៏បានមកខាត់លោកបាត់ទៅហើយក្នុងការបញ្ញត្តិភ័យខ្លួនដោយសារតែមានគ្រោះថ្នាក់មួយកំពុងតែឈ្មោះមករោគហើយឯសានសេញរបស់យើងវិញបានត្រឹមតែគ្រឿនលើគ្រឿតែប៉ុណ្ណោះងើងឆ្ងល់ថាអ្វីទៅកំពុងតែកើតឡើងនៅលើផែនដីមួយនេះហើយក៏ដូចជាបញ្ញាគ្រាវត្តមានរបស់ចៅបញ្ជាក់ឲ្យនាងស៊ូទ្រាំបន្តិចទៅខ្លួននឹងបញ្ញាក្នុងការបញ្ជូនវត្តមានរបស់នាងទៅកាន់មន្ទីរពេទ្យតែសានគុនសិនក៏បានបង្ហាញវត្តមានមករោគបាត់ទៅហើយដោយប្រាប់ថាសានសេញរបស់យើងមិនអាចជួយវត្តមានរបស់ចៅបាននោះឡើយហើយក៏ដូចជានាំយកវត្តមានរបស់ចៅចេញពីសានសេញរបស់យើងចឹងណាសានសេញរបស់យើងនៅតែទទួលអំពីសន្យារបស់ខ្លួនដែលខាត់ត្រូវតែការពារវត្តមានរបស់ចៅជារៀងរហូតតែចឹងណាស៊ីគុនសិនទទួលថាសានសេញរបស់យើងមិនអាចផុសសំបីតែជួយសង្គ្រោះជីវិតរបស់ខ្លួនដែលធ្វើសានសេញរបស់យើងតក់ស្លុតជាមួយនឹងសម្ដីនេះមិនស្ទើរនោះឡើយក៏ដូចជាបញ្ញាក្នុងការរត់តាមវត្តមានរបស់ស៊ីគុនសិនម្នាក់នឹងស្រ័យទាមទារយកវត្តមានរបស់ចៅត្រឡប់មកវិញតែចឹងណាស៊ីគុនសិនម្នាក់នឹងក៏បានបង្ហាញខ្លួនម្ដងទៀតជាមួយនឹងការបញ្ជាក់ថាសានសេញរបស់យើងមិនបានដឹងអំពីអ្វីទាំងអស់សំបីតែអំពីនាងក៏ដូចជាពិភព Super Human ដូច្នេះក្នុងនាមស៊ីគុនសិនគឺជាអ្នកសាងហេតុទាំងអស់នេះឡើងស៊ីគុនសិនក៏បានអះអាងខ្លួនឯងក្នុងការទទួលចាត់ចែងរ៉ាប់រងធ្វើវាផងដែរតែចំណាសានសេញរបស់យើងបានត្រឹមតែបន្សល់ភាពសោកស្ដាយក្នុងនាមខ្លួនមិនអាចការពារវត្តមានរបស់ចៅបាន